គឺអាមេរិកនិងអ៊ីរ៉ង់សម្រុករករកពីលុតអាមេរិកដែលបាត់ខ្លួនក្នុងគោលបំណងពីរខុសគ្នាបាទនេះគឺជាព័ត៌មានចុងក្រោយមុននឹងខ្ញុំទៅចូលរួមនៅក្នុងពិធីវប្បធម៌គេឥឡូវនេះវៀតណាមសំទោសអាមេរិកនិងអ៊ីរ៉ង់បងប្អូនដឹងទេព័ត៌មានចុងក្រោយនេះគឺស្ថានភាពនៅអ៊ីរ៉ង់ហ្នឹងអត់ស្ងប់ប្រហែលទេព្រោះអីពេលដែលលោកត្រាំប្រាប់ថាអ៊ីរ៉ង់អាមេរិកបាញ់កំទេចកំជ្រួចឬក៏ប្រព័ន្ធការពារជាតិរបស់អាមេរិករបស់អ៊ីរ៉ង់អស់ហើយខ្ទេចខ្ទីរៀបដល់ដីប៉ុន្តែម្សិលមិញនេះយន្តហោះប្រដេញរបស់អាមេរិក F-15 មួយគ្រឿងត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ត្រូវបាញ់ធ្លាក់មកបងប្អូននេះគឺជាលើកដំបូងហើយដែលយន្តហោះប្រដេញរបស់អាមេរិកហោះនៅក្នុងដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបានកញ្ជ្រួចមីស៊ីលរបស់អ៊ីរ៉ង់បាញ់ធ្លាក់ហើយបាញ់ធ្លាក់ហ្នឹងគឺយន្តហោះនេះមានពីឡុត2នាក់ពីឡុតម្នាក់បានរួចខ្លួនគឺគេសង្គ្រោះបានហើយប៉ុន្តែពីឡុតម្នាក់ទៀតនៅកំពុងបាត់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់ហើយឥឡូវសម្រុករកពីឡុតហ្នឹងអាមេរិកសម្រុកខ្លាំងមែនតើប៉ុន្តែអ៊ីរ៉ង់សម្រុកខ្លាំងជាងអាមេរិកទៀតតើអាមេរិកអ៊ីរ៉ង់សម្រុកជួយរកពីឡុតហ្នឹងដើម្បីយកមកឲ្យអាមេរិកមែនអត់ទេអាមេរិកសម្រុកដើម្បីយកមកសង្គ្រោះអ៊ីរ៉ង់សម្រុកដើម្បីយកមកធ្វើបាបឬក៏សម្លាប់ដូច្នេះអ៊ីរ៉ង់បានឲ្យរង្វាន់ទៀតអ្នកណារកឃើញពីឡុតយន្តហោះរបស់អាមេរិកដែលធ្លាក់នៅអ៊ីរ៉ង់ហ្នឹងគឺគេប្រកាសឲ្យរង្វាន់ជាទឹកប្រាក់អីប្រមាណគឺនិយាយទៅគឺឲ្យរង្វាន់គេមិនប្រាប់ទឹកប្រាក់ចំនួនជាក់លាក់តែអ្នកណារកឃើញឲ្យរង្វាន់បាទអាមេរិកវិញគឺទៅតាមទៅយកមកដើម្បីរំដោះអញ្ចឹងរឿងនេះវាសនារបស់ពីឡុតអាមេរិកនេះគឺកំពុងតែដូចលើទឹកលើស្លឹកឈូកអញ្ចឹងណាគួរឲ្យព្រួយបារម្ភដែរប៉ុន្តែអាមេរិកចេញយន្តហោះចម្បាំងមួយធំហើយប្រើយន្តហោះបដិញទូច2ទៅទៀតមានទាំងអា Nighthawk សំដៅ Black Hawk Nighthawk ច្រឡំម៉ូតូអា Black Hawk អាកតុំរុយខ្មៅរបស់អាមេរិកហ្នឹងបត្រុយដើម្បីរកទាំងគ្រោះថ្នាក់ត្រូវបានកញ្ជ្រួចរបស់អ៊ីរ៉ង់បាញ់ត្រូវទៀតត្រូវមួយទៀតប៉ុន្តែចោះចតបានត្រូវគាត់ត្រូវគ្រាប់អត់ធ្លាក់ទេត្រូវអា Black Hawk ហ្នឹងគឺអាយន្តហោះកតុំរុយហ្នឹងក៏ត្រូវគ្រាប់ទៀតប៉ុន្តែចុះចតវិញមានសុវត្ថិភាពដូច្នេះដែនអាកាសរបស់អ៊ីរ៉ង់នៅពេលនេះអត់ទាន់មានសុវត្ថិភាពនៅឡើយទេតែយ៉ាងណានេះគឺដោយសារតែពួកអ៊ីរ៉ង់នៅសល់កញ្ជ្រួចក្រោមដីបងប្អូនឥឡូវហ្នឹងគឺអ៊ីស្រាអែលនិងអាមេរិកចាប់ផ្ដើមរកយន្តការបាញ់កំទេចអាកញ្ជ្រួចក្រោមដីហ្នឹងឲ្យអស់ហើយបើអ៊ីរ៉ង់នៅតែធ្វើដូច្នេះទៀតខ្ញុំជឿថាសង្គ្រាមដែលលោកត្រាំថាឈប់នឹងប្រហែលជាបញ្ចប់ប្រហែល2-3សប្តាហ៍ទៀតហ្នឹងប្រហែលជាមិនតាន់ចប់ទេអញ្ចឹងប្រេងអីហ្នឹងក៏នៅតែអាចឡើងថ្លៃតែយ៉ាងណាក៏មានដំណឹងល្អមួយត្រង់ថាអានៅច្រកហ័រមូសហ្នឹងគឺអ៊ីរ៉ង់បើកឲ្យប្រេងដឹកចេញអីបានច្រើនណាស់អត់បាញ់កំទេចដូចមុនទៀតទេព្រោះខ្លាចអាមេរិកទម្លាក់គ្រាប់ច្រើនជាងហ្នឹងតែអាមេរិកនៅតែទម្លាក់គ្រាប់ហើយចាំមើលប្រសាសន៍របស់អ្នកនាំពាក្យរដ្ឋាភិបាលដោយគាត់និយាយថាម៉េចទេគាត់ថានេះលោកប៉ែនបូណាគាត់និយាយចេះរដ្ឋាភិបាលកម្ពុជាតវ៉ាជាផ្លូវការជាថ្មីទៀតចំពោះសកម្មភាពខុសច្បាប់របស់ថៃកាន់កាប់តំបន់ភូមិជោគជ័យខេត្តឧត្តរមានជ័យនិងច្រកទ្វារអន្តរជាតិអូស្មាច់និងស្រុកអន្លង់វែងខេត្តឧត្តរមានជ័យកន្លែងនៃភូមិជោគជ័យខេត្តបន្ទាយមានជ័យបាទលោកបន្តទៀតថាការតវ៉ាជាផ្លូវការនេះមានសារៈសំខាន់ចាំបាច់ដើម្បីបញ្ជាក់ជំហរមិនយល់ព្រមជាដាច់ខាតរបស់កម្ពុជាចំពោះការរំលោភបំពានរបស់ភាគីថៃមកលើបូរណភាពទឹកដីរបស់ខ្លួនចុះបើយើងមិនព្រមនឹងតើយើងមិនព្រមកាលពីអាមុនចុះបាត់ឈប់បាញ់នឹងកុំឲ្យគេយកដីយើងហេតុអីក៏យើងព្រមនៅពេលហ្នឹងហើយចុះឥឡូវយើងថាអាហ្នឹងមិនព្រមជាដាច់ខាតតើនៅក្នុងកិច្ចព្រមព្រៀងយើងព្រមហើយដល់ក្រោយមកយើងអត់ព្រមវិញហ្នឹងតើយើងមានន័យយ៉ាងដូចម្ដេចតើសហគមន៍អន្តរជាតិណាគេស្ដាប់យើងគេជឿយើងព្រោះយើងសញ្ញេអញ្ចឹងហើយយើងមកប្រាប់ថាអត់ទេអត់ទទួលស្គាល់ការសញ្ញេហ្នឹងទេយើងសញ្ញេព្រមព្រៀងដើម្បីឲ្យមានបទឈប់បាញ់ឲ្យគេគ្រប់គ្រងនៅកន្លែងណាកន្លែងហ្នឹងឥឡូវគេថាអាកន្លែងគ្រប់គ្រងហ្នឹងខុសច្បាប់ទាំងអស់យើងមិនទទួលស្គាល់តើទទួលស្គាល់របៀបក្រៅផ្លូវការបែបនេះចោះអត់មាននៅក្នុងឯកសារហ្នឹងតើវាផ្ទុយគ្នាយ៉ាងម៉េចទៅការផ្នែកច្បាប់គឺយើងអាចធ្វើអញ្ចឹងដែរយើងចុះកិច្ចសន្យាឲ្យគេហើយយើងប្រាប់មកថាអត់ព្រមវិញហើយយើងតវ៉ាប៉ុន្តែមិនមែនតវ៉ាតាមយន្តការទៅតុលាការទៅទៀតយើងតវ៉ាតាមរបៀបដូចយើងឡំប៉ាមុខតុលាការអញ្ចឹងតវ៉ាលើកបដាអញ្ចឹងតុលាការគេកាត់ក្តីនៅក្នុងយើងអត់ចូលរួមនៅក្នុងរឿងក្តីទៅទៀតយើងបានតែស្រែកដូចលើកបដានៅចោមិនយុត្តិធម៌ទេអីអញ្ចឹងទៅខ្ញុំមិនទទួលស្គាល់ប៉ុន្តែនៅក្នុងតុលាការយើងអត់ខ្លាចជាភាគីនៅក្នុងរឿងក្តីប៉ុណ្ណឹងតុលាការគេកាត់តែជាមួយភាគីថៃគេផ្អែកទៅលើតប័ណ្ណឈប់បាញ់ដែលយើងព្រមឲ្យគេហើយទៅយើងអត់មានយកយន្តការថ្មីមួយមកប្តឹងដើម្បីឲ្យមានតវ៉ាគ្នាយើងនៅតវ៉ាក្រៅតុលាការអញ្ចឹងលើកបដាអញ្ចឹងបើនៅស្រុកខ្មែរវិញហែកបដាយើងចោលហើយ
វាយយើងហើយចាប់យើងដាក់គុកទៀតបាទអាញាធរនៅស្រុកខ្មែរមើលអ្នកតវ៉ាមើលដែលបានផលអាតវ៉ាលើបដានៅក្រៅទៅតវ៉ារំដោះគ្នានៅក្នុងគុកសុំឲ្យលើកឲ្យដោះលែងអ្នកដែលជាប់ឃុំដែលអយុត្តិធម៌ចាប់អាអ្នកតវ៉ាដាក់គុកទៀតហែកបដាគ្នាចោលវាយគ្នាហើយចោទថាពួកក្រុមមទាមក្រុមបដិវត្តពណ៌ជ្រៀតជ្រែកក្នុងកិច្ចការតុលាការហើយប្រាប់ទៀតថាបើចង់តវ៉ាក្តីឲ្យចូលក្នុងនីតិវិធីរមេធាវីបកែនៅក្នុងរឿងក្តីកុំតវ៉ាក្រៅតុលាការអត់បានផលសិនអញ្ចឹងប៉ុន្តែដល់ពេលខ្លួនឯងវិញលើកបដាអញ្ចឹងដែររដ្ឋាភិបាលធ្វើបាបប្រជាពលរដ្ឋខ្លួនឯងហែកបដាហែកអីចោលអត់ឲ្យតវ៉ាប្រាប់ថាមិនបានផលទេព្រោះតុលាការឯករាជ្យណាឯងត្រូវតវ៉ាក្តីក្នុងតុលាការបានត្រូវមិនអាចមកឈរជំទាវតាមផ្លូវអីចឹងដល់តែពេលខ្លួនឯងជំទាវចឹងដែរលើកបដាអញ្ចឹងដែរហើយអត់ចូលនៅក្នុងកិច្ចការនីតិវិធីតុលាការគេទេគឺយើងសុកចិត្តស្អំចិត្តប្រជាពលរដ្ឋឲ្យជឿថារដ្ឋាភិបាលអត់ដែលសម្រាប់ទេតវ៉ារហូតហើយគាត់លើកឡើងចេះទៀតគាត់ថាអឺការដែលតវ៉ាហ្នឹងមានសារៈសំខាន់ចាំបាច់ព្រោះអីយើងអត់គ្រប់គ្រងចំហហ្នឹងហើយគាត់បន្ថែមទៀតថាកម្ពុជានៅតែបដិញ្ញាចិត្តយ៉ាងមុតមមស្វែងរកដំណោះស្រាយដោយសន្តិវិធីចំពោះវិវាទព្រំដែនជាមួយថៃហើយនិងប្រទេសជិតខាងយើងហ្នឹងគឺស្របតាមច្បាប់អន្តរជាតិដោយកម្ពុជានៅរក្សាភាពមុតមមនៅចំហគោលការណ៍ថាខ្សែព្រំដែនមិនត្រូវបានផ្លាស់ប្ដូរដោយការប្រើកម្លាំងនោះឡើយយើងប្រើពាក្យថាយើងត្រូវតែអនុវត្តតាមសន្តិវិធីខ្ញុំពេញចិត្តហើយរឿងសន្តិវិធីនឹងខ្ញុំសប្បាយចិត្តមកអត់ចង់ឲ្យមានសង្គ្រាមបង្ហូរឈាមគ្នាទៀតទេខ្មែរជួយចាប់សង្គ្រាមច្រើនគ្រប់សពបែបហើយយើងមិនអាចនឹងមានសង្គ្រាមទេល្អហើយក៏ប៉ុន្តែតើសន្តិវិធីរបស់យើងនឹងយើងថាស្របតាមច្បាប់អន្តរជាតិច្បាប់អន្តរជាតិនឹងយកច្បាប់ណាយកមកប្រើយើងប្រើតែការទូតតវ៉ាចុះច្បាប់អន្តរជាតិហ្នឹងក្រែងមានចំនួនដីធ្លីជាមួយនឹងបរទេសអញ្ចឹងក្រែងប្រើតឡាការយុទ្ធធរអន្តរជាតិដែរក្រែងគេមានលក្ខន្តិកៈក្រុងរ៉ូមក្រែងមានតឡាការព្រំដែនអន្តរជាតិក្រែងអាហ្នឹងក្រែងជាយន្តការច្បាប់អន្តរជាតិដែរហេតុអីក៏មិនធ្វើអាហ្នឹងបើយើងថាអនុវត្តតាមយន្តការច្បាប់អន្តរជាតិហ្នឹងអត់ធ្វើអាហ្នឹងយើងធ្វើតាមយន្តការការទូតជាអន្តរជាតិយើងធ្វើប្រកាសកោលទោសមិនទទួលស្គាល់តវ៉ាប៉ុន្តែអត់បានចូលនៅក្នុងនីតិវិធីតុលាការច្បាប់អន្តរជាតិនឹងទេអានេះហើយដែលប្រជាពលរដ្ឋកម្ពុជាគិតថាកម្ពុជាកំពុងធ្វើនយោបាយប្រជាពិធដ្ឋហើយមួយទៀតគេថាយើងមិនទទួលស្គាល់ខ្សែព្រំដែនដែលមិនដែលប្រែប្រួលផ្លាស់ប្ដូរដោយកម្លាំងទេយើងអត់ទទួលស្គាល់ទេកម្ពុជាអត់ទទួលស្គាល់គាត់និយាយអាហ្នឹង1លានដងហើយប៉ុន្តែចុះហេតុអីបានយើងចុះហត្ថលេខាព្រមឲ្យគេនៅកន្លែងណានៅកន្លែងហ្នឹងចុះអាការថ្ងៃ27ខែធ្នូហ្នឹងព្រោះកន្លែងហ្នឹងគឺព្រំដែនដែលរំកិលមកដោយសារតែមានកម្លាំងប្រដាប់អាវុធគេមកតាហើយចុះហេតុអីក៏យើងមិនដាក់លក្ខខណ្ឌមួយគេនៅពេលហ្នឹងប្រាប់ថាយើងមានបទឈប់បាញ់មួយក៏ប៉ុន្តែលក្ខខណ្ឌមួយគឺណែឯងត្រូវដកថយទៅវិញទាំងអស់នៅពេលដែលយើងរក្សាបទឈប់បាញ់ហើយណែឯងត្រូវដកថយទាំងអស់ឲ្យដីនឹងមកខ្មែរវិញអត់មានបានដាក់លក្ខខណ្ឌហ្នឹងទេមានតែលក្ខខណ្ឌមួយគត់នៅក្នុងកិច្ចឈប់បាញ់ហ្នឹងគឺឲ្យគណៈកម្មការ JBC មកវាស់វែងទៅអាហ្នឹងហើយដែលលោកប្រាក់សុខុនរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជាថាបើវាស់វែងបានគេឲ្យគេទៅបើវាស់វែងបានយើងយកមកហើយយើងក៏សុកចិត្តត្រៀមខ្លួនឬប្រជាពលរដ្ឋចេញពីភូមិនៅព្រំដែនដែលថៃថាវាស់ទៅបានថៃហើយយើងមកសង់នៅកន្លែងថ្មីឲ្យគាត់ចឹងទៅដើម្បីឲ្យបញ្ចប់រឿងអីចឹងទៅអារឿងហ្នឹងហើយដែលប្រជាពលរដ្ឋថាយើងទៅរើប្រជាពលរដ្ឋចេញពីដែនអធិបតេយ្យរបស់ខ្លួននៅរាប់30-40ឆ្នាំអញ្ចឹងទៅថាហ្នឹងជារឿងកាត់ដីតាមពិតលោកប្រាក់សុខុនគាត់មានប្រសាសន៍សមហេតុផលទេថាបើវាស់ទៅឈ្វាលចុះឡើងមើលអាប្លង់ហ្នឹងទៅបានថៃយកទៅបើបានខ្មែរយកទៅយើងធ្វើសម្បទានគ្នាទៅព្រោះចិត្តខាងគ្នាវាអញ្ចឹងវាអត់មានអីខុសឆ្គងនៅក្នុងការនិយាយដូច្នេះក៏ប៉ុន្តែអាដីនៅព្រៃច័ន្ទភូមិជោគជ័យហ្នឹងដីខ្មែរតាខ្មែររស់នៅឡើង40ឆ្នាំហើយហ្នឹងដូច្នេះបានន័យថាបើរើគឺរើឲ្យថៃហើយទៅវាស់អាម៉េចបើថៃប្រើផែនទីខ្នាតមួយលើ50,000ហ្នឹងហើយយើងប្រើផែនទីខ្នាតលើ1-200,000យើងទៅជជែកគ្នាយ៉ាងម៉េចឥឡូវហ្នឹងយើងបានដីមកពីគេយ៉ាងម៉េចបើយើងប្រើអាការតវ៉ាមិនទទួលស្គាល់ហ្នឹងវាអត់បានគឺទាល់តែយើងប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិដើម្បីដាក់ឲ្យវាមានក្របខ័ណ្ឌមួយបកស្រាយឡើងវិញសាលដីកាតុលាការស្ដីអំពីផែនទីខ្នាត1/200,000តើវាលាតសន្ធឹងប៉ុណ្ណាវាក្តោបទាំងតំបន់ព្រៃច័ន្ទភូមិជោគជ័យប្រាសាទតាកបីប្រាសាទតាមាន់ធំភ្នំទ្រាប់ឬក៏តំបន់ទាំងអស់ជាង50ហ្នឹងតើវាប្រើផែនទីរបស់តុលាការហ្នឹងឲ្យបកស្រាយមើលប្រើផែនទីហ្នឹងមែនបើប្រើផែនទីហ្នឹងថៃប្រើផែនទីខ្នាត1/50,000អត់អាចយកមកបកស្រាយបានដីខ្មែរទេដូច្នេះមានតែតុលាការយុត្តិធម៌អន្តរជាតិតាដែលខ្ជាក់ដីហ្នឹងមកឲ្យយើងវិញបានបើសិនជាគេបកស្រាយថាអាហ្នឹងដីខ្មែរទេព្រោះអីផែនទីប្រើខ្នាតលើ1/200,000យើងអត់តឹងទៅប្រើអាយន្តការនឹងផងយើងមកប្រើអាយន្តការស្អំចិត្តប្រជាពលរដ្ឋថាយើងនៅតែតវ៉ាយ៉ាងម៉េចបើមួយប្រើផែនទីខ្នាត1/50,000មួយប្រើលើ200,000ហើយអត់ព្រមរកតឡាការឆ្លោះគ្នាប្លង់ដីជាប់គ្នា2នាក់យើងមានភក្តិម្នាក់មួយចាំតែកាប់គ្នា
ខាងនោះមានផ្គាក់ច្រើនកាប់យើងត្រូវ4 10ផ្គាក់ហើយចឹងគេបានដីយើងមកកណោហើយយើងសម្រួលថាយកសិនណាខ្លាចគេកាប់ងាប់ហើយដល់ពេលចុងក្រោយយើងថាអត់ទេនឹងតែតវ៉ាគេកាប់ទៀតហ៎តោះតែយើងឡើងទៅតុលាការទៅអាជ្ញាធរណាមួយកុំឲ្យយើង2នាក់កាប់គ្នាទៀតតែយើងនៅចរចានៅកាប់គ្នាទៀតហើយព្រោះអីយើងទៅអត់ត្រូវគ្នានឹងកាប់គ្នាហ្នឹងរឿងនេះដែលធ្វើឲ្យយើងថាអត់យល់ខ្ញុំអត់យល់ចង់និយាយថាយើងខ្ញុំមិនទៅតូមនិញអីទេខ្ញុំលើកទឹកចិត្តឲ្យអហិង្សាហ្នឹងខ្ញុំលើកទឹកចិត្តប៉ុន្តែយើងអត់មានដូចថាមើលទៅវាអត់ត្រូវអាកន្លែងដែលយើងគិតថាបានដីពីថៃមកវិញសោះនៅតែស្អំចិត្តអង្វរថៃដល់ទាំងថៃមើងងាយបដ ாய் មើងងាយឃើញយកកុងតឺន័រយកបន្លាលួសយកអីមកដាក់ឲ្យយកឥឡូវយករត់ក្រោះមកទៀតមានរឿងអីត្រូវចល័តរត់ក្រោះមកតំបន់ព្រំដែនហ្នឹងថៃធ្វើឯណាបើខ្មែរធ្វើវិញហ៎ររឿងយើងប្រឆេះកំហឹងទៀតហើយឥឡូវហ្នឹងមានព័ត៌មានពួកជ្រុលនិយមថៃលោកវរៈសុំខ្វាមខិតអីណាដែលធ្លាប់ជាប់គុកនៅខ្មែររឿងព្រំដែនហ្នឹងមកស្អីណាចេញព័ត៌មានថាមានកងអង្គរៈរបស់លោកហ៊ុនសែនហ្នឹងចាប់ផ្ដើមចេញគិញសម្ងាត់បញ្ចូលប្រកបទៅស្រុកថៃដើម្បីធ្វើវិធានសាសនាទៅរកធ្វើឃាតមេដឹកនាំគេអត់ចប់ទេបងប្អូនអត់ចប់ទេឃើញនៅគេពវៀងអារឿងព្រំដែនយូរលែងដោះស្រាយហើយមកដោះស្រាយឲ្យរឿងអង្គរៈលោកហ៊ុនសែនឯណាចូលទៅរកធ្វើឃាតមេដឹកនាំគេចាប់ផ្ដើមវល់ឲ្យខ្មែរឲ្យថៃស្អប់ខ្មែរទៀតថារឿងចឹងទៀតយូរទៅនាំគ្នាដោះស្រាយរឿងផ្សេងអារឿងព្រំដែននេះនៅសកលថៃយកទាំងអស់យើងកំពុងតែលេងលបែងនយោបាយរបស់ថៃដ៏ស្មោកគ្រោកហើយយើងនឹងកំដរថៃដោយយើងមិនប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិនិងព្រំដែនអន្តរជាតិគឺយើងបោកទាំងប្រជាពលរដ្ឋខ្មែរឲ្យរងទុក្ខវេទនាបើសិនជាដាក់ពាក្យប្តឹងទៅវាចប់ហើយបានមិនបានដាក់កើតមិនកើតក៏គួរតែក្រសួងអ្នកច្បាប់អីនឹងចេញមកបកស្រាយប្រាប់ប្រជាពលរដ្ឋឲ្យអស់ចម្ងល់ដែរកុំនៅធ្វើអីអាការលើកមុនថ្ងៃខែមិថុនាថាដាក់សេចក្តីជូនដំណឹងទៅតុលាការយុត្តិធម៌អន្តរជាតិប្តឹងគម្រោងប្តឹងថៃតកតងនឹង4ទីតាំងប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចប្រាសាទតាកបីនិងតំបន់មុំ3 4ទីតាំងកាលហ្នឹងថាជូនដំណឹងចង់ប្តឹងរឿងហ្នឹងជូនដំណឹងទេមកដល់មកហ្នឹងអាដំណឹងហ្នឹងមិនដឹងទៅដល់ស្រុកយៈណាទេ ICJ តុលាការយុត្តិធម៌អន្តរជាតិអត់មានពាក្យបណ្ដឹងអត់មានបានទទួលអីពីខ្មែរទាំងអស់ហើយគាត់ទៅប្រាប់គេថាអាហ្នឹងជាពាក្យបណ្ដឹងហើយកម្ពុជាខ្ញុំក៏ទទួលស្គាល់ថាគាត់ប្រឹងដែរសភាព្រឹទ្ធសភាស្ថាប័នទាំងអស់ប្រជុំបដិញ្ញាថាត្រូវតែបញ្ជូនពាក្យប្តឹងទៅឬក៏ប្តឹងទៅតុលាការយុត្តិធម៌អន្តរជាតិឃើញគាត់ប្រឹងដែរតាប៉ុន្តែវាជាទូទៅវាគ្រាន់តែជាការស្អំចិត្តប្រជាពលរដ្ឋថាគេប្រឹងគ្រប់គ្នាហើយកុំថាគេអត់ធ្វើតែលទ្ធផលបដិងហ្នឹងអត់ទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយនៅពេលដែលអត់ទៅដល់ហើយស្រាប់ទៅដល់ពេលតែមានបញ្ហាអីគឺយើងប្រើពាក្យថាចេះទៀតអ្នកស្រីម៉ាលីសុជាតាហ្នឹងនៅពេលដែលបាញ់គ្នាក្តាំងលើកទី2ហ្នឹងគាត់ថាកំពុងប្រមូលផតាំងដាក់ប្តឹងទៅតុលាការព្រហ្មទណ្ឌអន្តរជាតិ2តុលាការអន្តរជាតិនឹងប្រមូលផតាំងគាត់ប្រមូលយូរហើយអត់ដឹងបានដល់ណាទេប្រជាពលរដ្ឋក៏អត់ដឹងថាគាត់បានប្រមូលប៉ុណ្ណាឥឡូវដល់ដំណាក់កាលណាគាត់មិនមិនប្រាប់អីក៏តែមិនឈឺក្បាលអត់ឥឡូវទៅដល់ណាហើយឥឡូវអ្នកស្រីម៉ាលីសុជាតាទៅដល់ណាហើយប្តឹងទៅតុលាការយុទ្ធព្រហ្មទណ្ឌអន្តរជាតិដែលអ្នកស្រីថាប្រមូលផតាំងហ្នឹងបាននៅរួចទៅត្រុកនៅអាកន្លែងព្រំដែនហ្នឹងរាល់ថ្ងៃហ្នឹងបានអីគេខ្លះហើយចោះអត់បានចោះប្រជាពលរដ្ឋអត់ដឹងសោះឥឡូវគាត់ប្រមូលផតាំងបានប្រមាណដំណាក់កាលហើយត្រូវដាក់ប្តឹងកាលត្រូវខាប្រើពេលមកអត់យើងអត់ដឹងគឺគាត់បិទចោលគាត់ចង់ថាអីថាទៅដើម្បីស្អំចិត្តដល់ពេលក្រោយតែអត់ធ្វើអីក៏យើងអត់ឈឺក្បាលគាត់អត់ឈឺក្បាលលោកទូចសុខៈក៏អញ្ចឹងដែរអ្នកនាំពាក្យក្រសួងមហាផ្ទៃអាកាលពេលថៃកំពុងររឿងបាញ់ពុះរបួសខ្មែរយើងនៅភូមិព្រៃច័ន្ទស្លាប់ទៀតសុទ្ធតែប្រមូលភ័ស្តុតាងប្តឹងថៃប្រមូលភ័ស្តុតាងប្តឹងថៃអត់យន្តការអន្តរជាតិគាត់ហ្នឹងគឺមិនដឹងគាត់ប្តឹងនៅឯណាខ្ញុំកំពុងតែឆ្ងល់អត់ឃើញសោះតែម្ដងហើយយើងថាកាលខែមិថុនាហ្នឹងគាត់ថាប្តឹងគាត់ជូនដំណឹងហើយអត់មានសេចក្តីជូនបើបណ្ដឹងនេះណាបានទៅដល់តុលាការយុត្តិធម៌អន្តរជាតិនេះណាអត់មានស្ងាត់ដូចចោលលួចសេះដល់ឥឡូវទេតុលាការនេះគេនឹងផ្សាយកក្រើកឲ្យថាកម្ពុជាបានដាក់ពាក្យប្តឹងរឿងអីអត់សោះមកដល់ម៉ោងនេះអាហ្នឹងគាត់ថាដាក់ឥឡូវមកដល់ម៉ោងនេះអាហ្នឹងអត់ទាន់វាយគ្នាប៉ុណ្ណឹងកាលខែមិថុនាមានទាន់វាយគ្នាណាផ្ទុះกับសង្គ្រាមហ្នឹងគឺកាលខែកក្កដាតាកក្កដានិងខែធ្នូ2ដងស្លាប់មនុស្សអស់រាប់សិបនាក់រាប់រយនាក់អស់ទាំងទាហានទាំងអីរួចទៅគេគ្រប់គ្រងដែនអធិបតេយ្យយើងដល់ទៅ50ទីតាំងរដ្ឋាភិបាលទទួលស្គាល់14ដំបូងក្រោយមកទទួលស្គាល់ថែមទៀតដល់20ជាងបើទោះក្រុមបពប្រឆាំងរងទាហានជួមកហ្នឹងគេរកឃើញទៅឃើញថាដល់ទៅ50ទីតាំងកន្លែងនេះដែលត្រូវប្តឹងឲ្យកាន់តែសន្ធប់អត់ទាំងអស់ហើយស្ងាត់ឈឹងហើយយើងយកយន្តការចរចាស្ងប់ស្ងាត់មិនស្ងប់ស្ងៀមយើងមិនទទួលស្គាល់ទេយើងថាអញ្ចឹងតើស្លាប់ខ្លួនទៀតក៏វាមិនបានផលទេដូចខ្ញុំនិយាយចឹង
អ្នកនៅផ្ទះពីជាប់ព្រំគ្នាហើយកាប់គ្នាដាច់ក្បាលដាច់ជើងដាច់ដៃហើយទៅដណ្ដើមដីយើងបានហើយយើងខ្លាចកាប់គ្នាទៀតគឺយើងព្រមទៅហើយយើងប្រាប់ថាយើងរក្សាទៀមទាដីហ្នឹងរក្សាទៅតែហ៊ានចូលទៅគេកាប់ទៀតលើកឡើងតែយើងអាចនឹងមានកាភ្លើងមានអីបំពាក់អាវុធអីទៅប៉ុន្តែគេនោះក៏គេបំពាក់ដែរគេមាននៅស្ងៀមដូចយើងអីដូចគ្នានឹងអ្នកនោះកាលមុនគាត់មានផ្គាក់3ដើមយើងមានផ្គាក់1ដល់ពេលយើងថែមឲ្យបានជាប់ជីកចុចប៉ែលមួយទៀតគាត់នោះឡើងទៅដល់ស្អីព្រួញផងស្នាផងអីទៀតគេតម្លើងទៀតដូច្នេះវានៅតែឆ្លោះគ្នាអត់ថ្ងៃចប់ហ្នឹងតោះតែយើងទៅប្តឹងយន្តការណាមួយបិទបញ្ចប់គឺតុលាការយុតិធម៌អន្តរជាតិនិងតុលាការព្រំដែនអន្តរជាតិបាទឥឡូវខ្ញុំស្លេះតាមពិតខ្ញុំផ្សព្វផ្សាយរឿងនេះហ្នឹងគឺរាប់ខែហើយប៉ុន្តែយ៉ាងណាខ្ញុំក៏មិននឿយណាយនៅក្នុងការបន្តផ្សាយដែរប៉ុន្តែយើងនឹងចាំមើលរដ្ឋាភិបាលតើគាត់ដោះស្រាយយ៉ាងម៉េចទៀតឥឡូវចូលដល់ដំណឹងតកតងនឹងក្រសួងមហាផ្ទៃទទួលស្គាល់សមាជគណៈបកកម្លាំងជាតិតកតងនឹងក្រសួងមហាផ្ទៃទទួលស្គាល់សមាជគណៈបកកម្លាំងជាតិនេះគឺមែនតើទៅមានព័ត៌មានពាក្យចចាមអារាមច្រើនណាស់មុនហ្នឹងព្រោះអីថាគណៈបកកម្លាំងជាតិនេះគឺអត់អាចចូលរួមការប្រកួតប្រជែងក្នុងការបោះឆ្នោតឃុំសង្កាត់ខាងមុខនិងបោះឆ្នោតជាតិអីកើតទៀតទេដោយសារតែភាពមិនស្របច្បាប់ឬក៏បញ្ហាលិខិតស្នាមអីអញ្ចឹងទៅហើយឥឡូវនេះស្រាប់តែចេញសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋាភិបាលកម្ពុជាគឺក្រសួងមហាផ្ទៃកាលពីថ្ងៃទី3 ខែមេសាហ្នឹងគឺបញ្ជាក់ថាទទួលស្គាល់សមាជរបស់គណៈបកកម្លាំងជាតិដែលធ្វើនៅថ្ងៃ31ធ្នូឆ្នាំ2025គាត់ធ្វើយូរហើយ3 4 ខែប៉ុន្តែអត់មាននរណាទទួលស្គាល់ឥឡូវនេះគេទទួលស្គាល់មានន័យថាយ៉ាងម៉េចគឺមេបករបស់កម្លាំងជាតិនេះគឺបានលោកជាមនីបាទលោកជាមនីគឺជាប្អូនប្រុសបង្កើតរបស់មេសហជីពកម្មករមួយដែលគេបាញ់ស្លាប់នៅឯមុខវត្តលង្កានោះអឺបងប្អូនស្គាល់គាត់ហើយជាអ្នកតស៊ូខាងសហជីពនឹងស្រួចស្រាលដែរលោកជាវិជាបាទកាលហ្នឹងលោកជាមនីនេះជាប្អូនបង្កើតហើយឥឡូវខ្លាចទៅជាប្រធានកម្លាំងជាតិហ្នឹងហើយនឹងអនុប្រធានគឺលោកសុកកំហេងហើយនឹងទីប្រឹក្សាយើងដឹងហើយមានលោករងឈុនគណៈបកកម្លាំងជាតិនេះមិនតែនទៅដំបងឡើយគឺលោកសុនចន្ទធីទេតែជាមេបកណាប៉ុន្តែដោយសារតែគាត់ថ្លែងសារនៅជប៉ុនមិនតកតងនឹងរឿងបសសរឿងបានក្រីក្រអីហ្នឹងមកស្រុកខ្មែរវិញគេចាប់ដាក់គុកប្រហែលឆ្នាំទៅម្លែងប្រហែលប្រហែលជាមួយខែហ្នឹងទេជាប់គុកគ្រប់កាលកំណត់អីអញ្ចឹងទៅអញ្ចឹងគាត់អស់អាសិទ្ធនយោបាយហ្នឹងគាត់តែមិនដឹងដែរព្រោះអីហើយគណៈបកកម្លាំងជាតិនេះគឺមែនតែនទៅបើយើងមើលមានលោករងឈុនមានលោកជាមនីប្រជាពលរដ្ឋជាច្រើនគិតថាគណៈបកកម្លាំងជាតិនេះគឺមានលោកសំរងស៊ីពីក្រោយអញ្ចឹងទៅប៉ុន្តែការពិតលោកសំរងស៊ីអត់ដែលប្រកាសទេព្រោះអីដោយសារច្បាប់ខ្មែរយើងតែហ៊ានប្រកាសថាមានលោកសំរងស៊ីជាទីប្រឹក្សាមានអីគឺច្បាស់ណាស់គេនឹងរំលាយគណៈបកកម្លាំងជាតិនឹងទៀតដោយសារច្បាប់ដែលគេបង្កើតថ្មីថាអ្នកណាក៏ដោយឲ្យតែជាប់ពាក់ព័ន្ធជាមួយតនដិតអីគឺគេរំលាយបកនឹងចោលអញ្ចឹងគឺគេរំលាយភ័យអញ្ចឹងតែម្ដងដូច្នេះហើយបានថារឿងនេះក៏វាពិបាកដែរប៉ុន្តែឥឡូវនេះគឺប្រជាពលរដ្ឋខ្មែរមានជំរើសដែរមានកម្លាំងជាតិមានភ្លើងទៀនមានស្អីអូយច្រើនណាស់ខ្ញុំអត់ចាំព្រោះទូចពេកដល់អញ្ចឹងទៅដូច7 ពេកដូចថាបំបាយគ្នាប៉ុន្តែវាអត់មានជំរើសទេស្រុកខ្មែរយើងវាអត់ជំរើសទេតែនៅផ្ដុំគ្នាធំគេបំបាយចោលខ្ទេចតែពេលយើងបំបាយទៅតូចអញ្ចឹងគណៈបកបំបាយតូចអញ្ចឹងគណៈបកប្រជាជនគិតថាមិនមែនជាដៃគូដែលងាយនឹងបំបាក់គណៈបកប្រជាជនបានអញ្ចឹងឲ្យទៅហើយដល់ពេលឲ្យទៅនៅក្នុងន័យជាលំអសួនប្រជាធិបតេយ្យឲ្យល្អមើលថាសហគមន៍អន្តរជាតិណាចោទថារដ្ឋាភិបាលកម្ពុជាធ្វើបាបធ្វើទុកបុកម្នេញបពប្រឆាំងណាឃើញគេមកព្រាតទេឃើញឥឡូវមានកម្លាំងជាតិមានភ្លើងទៀនមានឆន្ទៈមានកែតម្រង់មានគណៈបកស្អីផ្សេងទៀតចំនួនថ្មីមានស្អីចឹងទៅគឺគេថាចោះគណៈបកហ្នឹងអត់មិនមែនបកប្រឆាំងឬក៏អត់មានជាគណៈបកដែលសម្បូរពហុបកអីចឹងឯណាអញ្ចឹងអានេះគឺជារូបភាពប៉ុន្តែកម្លាំងហ្នឹងគឺបែកខ្ទេចខ្ទីបំបែកគ្នាហើយព្រោះគណៈបកសង្គ្រោះជាតិដំបងក៏នៅតែមានអ្នកដែលស្មោះស្ម័គ្រនឹងគណៈបកហ្នឹងគណៈបកទាំងអស់នេះក៏ជាគោលការណ៍សរៀងគ្នាប៉ុន្តែបែកគ្នាខ្ញែកគ្នាចេះទៅគណៈបកប្រជាជនកម្ពុជាចេះតែប្រឡែងខ្លះទៅកុំឲ្យរឹបពេកចំពោះខ្ញុំកោតសរសើរក្រសួងមហាផ្ទៃក្នុងការដែលផ្ដល់ការទទួលស្គាល់ឲ្យគណៈបកកម្លាំងជាតិចង់គណៈបកនឹងជាគណៈបកស្អីក៏ដោយគឺយើងផ្ដល់ឱកាសឲ្យប្រកួតប្រជែងគ្នាទៅបើកផ្លូវឲ្យគ្នាធ្វើទៅកុំមកក្តិចគ្នាកុំមកធ្វើទុកបុកម្នេញហើយបើយល់ល្អបើចិត្តសឿងក្រសួងមហាផ្ទៃហ្នឹងណាត្រូវតែស្នើធ្វើម៉េចឬក៏ក្រសួងយុតិធម៌ហ្នឹងគឺទម្លាក់ប័ណ្ណចោតលើលោករងជនឲ្យអស់ទៅដើម្បីឲ្យគាត់អាចក្លាយទៅជាអ្នកនយោបាយឈរឈ្មោះឲ្យគណៈបកកម្លាំងជាតិនេះពេញច្បាប់ទៅព្រោះអីតែយើងធ្វើទុកបុកម្នេញលោករងជនបានន័យតែយើងនៅតែខ្លាចនឹងយកលោកជាមនីមកល្អហើយដែលលោកមានឈាមជ័រជាអ្នកនយោបាយតស៊ូសហជីពអីយូរហើយក៏ប៉ុន្តែ
យើងមើលយើងត្រូវការកម្លាំងនឹងឲ្យច្រើននៅក្នុងគ្រប់គណៈបកនយោបាយដើម្បីឲ្យប្រជាពលរដ្ឋមានជំរើសគាត់បោះឆ្នោតបោះទៅហើយអនុញ្ញាតឲ្យមានប្រព័ន្ធផ្សព្វផ្សាយឲ្យពួកគាត់ឃោសនាបកនឹងកុំធ្វើទុកបុកម្នេញតាមរោងប៉ុនរោងឃោសនាឬក៏ចោះជួបរិះអីរបស់គាត់អាហ្នឹងបានយើងអាចនឹងឈានទៅរកកម្រិតមួយដែលយើងកែប្រែប៉ុន្តែខ្ញុំគិតថានេះជាដំណើរល្អដែរដែលក្រសួងមហាផ្ទៃព្រមដូច្នេះក៏ជាយើងកោតសរសើររដ្ឋាភិបាលដែរថាអឺបទូបថយដែរមិនទៅរឹបត្បិតទេណាប៉ុន្តែចាំមើលតទៅទៀតតើរឹបយ៉ាងម៉េចនៅពេលដែលគណៈបកទាំងអស់នេះមានកម្លាំងរៀងខ្លាំងតិចសកត់ទៀតដែរប៉ុន្តែឥឡូវហ្នឹងមើលទៅរៀងខ្សាត់ខ្សាយគ្នាក៏អត់សូវខ្វល់បានដែរទេចឹងឲ្យចូលមកសិនមកហើយចាំមើលតាពួកគាត់សហការគ្នាបូកចូលគ្នាបង្រួបបង្រួមគ្នាទៅទៀតដែរខ្ទេចទៀតដែរកំតិចទៀតដែរនៅក្នុងនេះគឺអ្វីដែលជាការសប្បាយចិត្តខ្ញុំឃើញអ្នកនាងឬលោកស្រីស៊ិនច័ន្ទពៅរសិទ្ធដែលជាអតីតមេឃុំឬចៅសង្កាត់អូចាខេត្តបាត់ដំបងនោះហើយឥឡូវនេះគាត់ស្មោះស្ម័គ្រនៅជាមួយនឹងគណៈបកកម្លាំងជាតិហ្នឹងគាត់បានប្រហោះសារតាម Facebook គាត់ថាក្រសួងមហាផ្ទៃទទួលស្គាល់លទ្ធផលសមាជវិសាមញ្ញរបស់គណៈបកកម្លាំងជាតិហើយបងប្អូនដូច្នេះសូមបងប្អូនសកម្មជនអ្នកតស៊ូដោយឧត្តមគតិមនសិការជាតិពិតប្រាកដក្នុងខេត្តបាត់ដំបងត្រូវប្រឹងប្រែងសកម្មភាពគណៈបកឲ្យរស់រវើកដើម្បីឲ្យពលរដ្ឋបានស្គាល់បានដឹងគណៈបកកម្លាំងជាតិរបស់យើងដែលជាក្តីសង្ឃឹមរបស់គាត់ទៅថ្ងៃអនាគតជ័យយកគណៈបកកម្លាំងជាតិនេះគឺជាសាររបស់អ្នកនាងឬក៏លោកស្រីស៊ិនច័ន្ទពៅរុសិតហើយគាត់ជាអ្នកដែលតស៊ូមោះមុតដែលមិនបោះបង់ចោលនយោបាយដែរមើលទៅគឺគួរឲ្យកោតសរសើរដែរឥឡូវនេះបន្តទៅទៀតបងប្អូនតាក់ទងនឹងរឿងរដ្ឋមន្ត្រីក្រសួងយុតិធធប្រាប់ប្រជាពលរដ្ឋឲ្យរងចាំមើលរឿងបកកទ្របលោកចិនស៊ីបងប្អូនរឿងបកកទ្របនេះគឺជារឿងមួយដែលសំខាន់ណាស់ដែលអាមេរិកបកកទ្របលោកចិនស៊ី$15,000 លានតាមពិតលោកចិនស៊ីមានសញ្ជាតិខ្មែរទ្របទាំងអស់នេះណាបើរឹបអូសបានណាគួរតែប្រគល់ឲ្យរដ្ឋាភិបាលកម្ពុជាវិញទាំងអស់ប៉ុន្តែវាគួរឲ្យសោកស្ដាយទាំងម្ដងនេះគេដកសញ្ជាតិលោកចិនស៊ីបាត់ទៅហើយបញ្ជូនទៅចិនអញ្ចឹងបើទ្របនឹងរកបានប្រហែលជាគេថាឥឡូវជានេះឥឡូវលោកចិនស៊ីបាត់សញ្ជាតិខ្មែរបាត់ហើយអញ្ចឹងគ្មានផលប្រយោជន៍អីសម្រាប់ប្រជាជាតិកម្ពុជាតទៅទៀតទេយើងចង្រៃដោយសារគាត់ជាជនជាសញ្ជាតិខ្មែរហ្នឹងធ្វើឲ្យខ្មែរខូចមុខលើឆាកអន្តរជាតិតែឥឡូវដល់ពេលគាត់បានទ្រប$15,000 លានគេបកកនៅរដ្ឋាភិបាលអាមេរិកយើងដកសញ្ជាតិគាត់បាត់ដើម្បីបញ្ជូនគាត់ឲ្យផុតពីដៃយើងទៅឲ្យចិនចាត់ការអញ្ចឹងបានន័យថាគាត់ឡើងជាជនជាតិខ្មែរឡើងជាអីទៀតដូចមានសញ្ជាតិខ្មែរទៀតអញ្ចឹងអាផលដែលបានមកពីបាត់ល្មើសស្អីផ្សេងទៀតហ្នឹងតើយើងនឹងអាចទៅទាពីគេមកវិញយ៉ាងម៉េចបើគាត់ឡើងជាខ្មែរជាការពិតហើយច្បាប់វាអត់មានប្រតិសកម្មនេះចង់និយាយថាអំពើគាត់ដែលប្រព្រឹត្តមុននឹងគាត់បាត់សញ្ជាតិខ្មែរហ្នឹងបានន័យថាគាត់ប្រព្រឹត្តនៅលើដែនអធិបតេយ្យកម្ពុជាប៉ុន្តែវាអត់នៅតែបានខ្មែរដដែលទេព្រោះអីនៅពេលដែលយើងរកឃើញថាគាត់បានសញ្ជាតិខ្មែរហ្នឹងក៏សញ្ជាតិខុសច្បាប់ទៅទៀតអញ្ចឹងអ្វីដែលគាត់បានទ្របហ្នឹងគឺបានទ្របមកពីក្នុងនាមគាត់ជាសញ្ជាតិចិនហ្នឹងជាជនជាតិចិនហ្នឹងអញ្ចឹងអាទ្រប$15,000 លានហ្នឹងវាអត់បានខ្មែរទេក៏ប៉ុន្តែលោកកើតរិទ្ធនៅពេលដែលគាត់ធ្វើសន្និសីទសារព័ត៌មានមួយរបស់ក្រសួងយុតិធធម៌និយាយពីរឿងច្បាប់ថ្មីស្ដីអំពីការប្រយុទ្ធប្រឆាំងបច្ចេកឆបោកអនឡាញបច្ចេកវិទ្យាអីហ្នឹងណាគាត់បញ្យល់អ្នកកសែតសួរគាត់ថាតើអាការបកកទ្របហ្នឹងតើកម្ពុជាចាត់ការយ៉ាងម៉េចចាំមើលលោកកើតរិទ្ធគាត់ឆ្លើយចាគាត់ថារងចាំមើលតទៅទៀតទៅរឿងបកកទ្របហ្នឹងព្រោះអីច្បាប់មានហើយតែទ្របបានមកពីអំពើឆបោកអំពើប្រឡេមបន្លំខុសច្បាប់សម្អាតប្រាក់អីវាត្រូវបានទៅជាសម្បត្តិរដ្ឋហើយគឺរដ្ឋគឺនេះហើយនេះគឺជាការឆ្លើយប្រហើចោលចឹងមកវាធម្មតាជាការពិតហើយវាច្បាប់វាអញ្ចឹងឯងប៉ុន្តែលោកថាងឥឡូវគេកំពុងដុតដៃដុតជើងកំពុងរៀបចំរឿងហ្នឹងហើយចាំមើលតាមដានតទៅទៀតទៅគេប្រឹងណាស់អ្នកខ្លះគឺធ្វើការតាមមុខហ្នឹងផងរឿងប៉ុន្តែអត់ដឹងថាតើគាត់បានដាក់ពាក្យប្តឹងទៅតុលាការអាមេរិកឬក៏ក្រសួងយុតិធធម៌អាមេរិករដ្ឋាភិបាលជាតិអាមេរិកដើម្បីទាចំណែកហ្នឹងអត់ទេព្រោះនៅស្រុកអាមេរិកនេះគឺមេធាវីច្រើនក្រុមណាស់ទាលុយនេះអត់បានមួយរៀលទេព្រោះអាមេរិកអត់ឲ្យតែម្ដងគឺគេទុកចូលនៅក្នុងសម្បត្តិទ្រព្យរបស់អាមេរិកព្រោះអីគេថាជនរងគ្រោះហ្នឹងគឺអត់មានចំណាក់តំណងដែលគេរកឃើញថានឹងអាចទាលុយនឹងបានជនរងគ្រោះផ្ទាល់ផងរបស់ជនជាតិអាមេរិកផងអត់ទាន់បានមួយរៀលហើយយើងទី1លោកចិនស៊ីកាលពីមុនយើងថាជាខ្មែរជនជាតិខ្មែរយើងសង្ឃឹមហើយបើជនជាតិខ្មែរគាត់រកអីនៅស្រុកខ្មែរវាត្រូវតែបានផលមកខ្មែរ
តែអាសំខាន់គឺយើងដកសញ្ជាតិគាត់បាត់ទៅទៀតយើងថាច្បាប់វាអត់មានប្រតិសកម្មទេបើកាលមុនគាត់មានសញ្ជាតិខ្មែរគាត់ប្រព្រឹត្តនៅលើទឹកដីខ្មែរឬទឹកដីណាក៏ដោយទ្របហ្នឹងវាត្រូវបានទៅរដ្ឋាភិបាលកម្ពុជាអាហ្នឹងយើងគិតថាបើច្បាប់អត់មានប្រតិសកម្មគឺគិតតែពីដកសញ្ជាតិគាត់ទៅគឺអាហ្នឹងទ្របបានក្រោយហ្នឹងយើងមិនអាចទាមកវិញបានទេអាមុនហ្នឹងយើងទាបានអាហ្នឹងបើយើងនិយាយពីតាមច្បាប់ព្រោះគាត់មានសញ្ជាតិខ្មែរប៉ុន្តែឥឡូវយើងដកសញ្ជាតិខ្មែរហើយវាទៅជាប្រាប់ដកសញ្ជាតិខ្មែរមានន័យថាម៉េចបងប្អូនមានន័យថាសញ្ជាតិខ្មែរដែលគាត់បានមកពីមុនហ្នឹងគឺវាខុសច្បាប់បានន័យថាគាត់ក៏អត់មានសញ្ជាតិខ្មែរអត់មានពាក់ព័ន្ធនឹងផលប្រយោជន៍ខ្មែរប៉ុន្តែគាត់ធ្វើបំផ្លាញខ្មែរតិចទីអស់ខូចមុខលើឆាកអន្តរជាតិនេះរាប់ពាន់លានដុល្លារលើសនឹង10ដងមិនមែនតែ15,000លានអាចដល់ទៅរាប់រយពាន់លានដុល្លារផងព្រោះអីកិត្តិយសជាតិខ្មែរនឹងបាក់ទំនុកចិត្តរបស់អតិថិជនធ្វើឲ្យយើងអាប់អោនកិត្តិយសលើឆាកអន្តរជាតិខូចប្រព័ន្ធដឹកនាំរដ្ឋគឺខូចគ្រប់ហេដ្ឋារចនាសម្ព័ន្ធខាត់លុយខ្មែររាប់រយពាន់លាននោះមិនមែនតែ10,000លានហ្នឹងទេ15,000លានទេខ្ញុំដឹងថារឿងនេះគឺយើងដឹងអត់បានមករៀលទេព្រោះទីមួយគឺលោកចិនស៊ីហ្នឹងអត់មែនជាជនជាតិខ្មែរមានសញ្ជាតិខ្មែរផងហ្នឹងបើយើងថាគាត់ខុសច្បាប់បានតែគាត់ចិនអញ្ចឹងផលនេះនឹងបានទៅប្រទេសចិនអាការខូចខាតរបស់ប្រទេសកម្ពុជាគឺនឹងអាសាបងហើយយើងនៅខូចខាតរឿងនេះគឺជារឿងរកម្មចិត្តមែនតើហើយលោកកើតរិទ្ធគាត់និយាយបកស្រាយប្រហើដោយរបៀបដូចថាឲ្យស្ដាប់ទៅព្រោះតិចប៉ុន្តែអត់មានប្រយោជន៍អីសូម្បីតែបន្តិចព្រោះយើងនិយាយនៃច្បាប់ជាការពិតដែរតែយើងរឹបអូសបានមកជារបស់ជាតិប៉ុន្តែសួរថារឹបអូសមកជារបស់ជាតិយ៉ាងដូចម្ដេចបើលោកចិនស៊ីនឹងមិនមែនជាខ្មែរទី1ទី2បទអក្រិតនឹងប្រព្រឹត្តលោកថាប្រព្រឹត្តនៅឯណាណីនោះហើយជនរងគ្រោះជាជនបរទេសទៀតអត់មានសូវមានខ្មែរយើងខូចឈ្មោះខ្មែរច្រើនមែនតើយើងត្រូវប្តឹងទាចំពោះខ្ញុំណាបើសិនជាកុំតន់ដកសញ្ជាតិលោកចិនស៊ីកុំដកសញ្ជាតិខ្មែរគាត់ទុកគាត់ឲ្យនៅមានសញ្ជាតិខ្មែរសិនចុះហើយដោះស្រាយកាត់ក្តីលោកចិនស៊ីនៅស្រុកខ្មែរសិនមុននឹងយើងចាត់ការបញ្ជូនគាត់ទៅណាក៏ដោយខ្ញុំថាវារកម្មចិត្តដែរបើអត់ដកសញ្ជាតិគាត់នឹងវាអាក្រក់ដែរព្រោះខ្មែរយើងមិនអាក្រក់ចឹងឯងមានសញ្ជាតិខ្មែរដើម្បីរដ្ឋាភិបាលចង់ដកសញ្ជាតិនឹងឲ្យមើលឃើញថាអាសញ្ជាតិនឹងបានមកដោយខុសច្បាប់ទេដើម្បីដកការទទួលខុសត្រូវពីមន្ត្រីខ្មែរទាំងអស់ពីលោកហ៊ុនសែនពីលោកហ៊ុនម៉ាណែតដែរព្រោះអីលោកចិនស៊ីជាទីប្រឹក្សារបស់រដ្ឋាភិបាលអញ្ចឹងបើដកសញ្ជាតិចេញពីលោកចិនស៊ីឲ្យប្រាប់ថាគាត់អត់មានសញ្ជាតិខ្មែរឬបានសញ្ជាតិខ្មែរដោយខុសច្បាប់ធ្វើឲ្យសម្រាលបន្ទុកថាងគាត់ជាអក្រិតជនមកពីរដ្ឋាភិបាលអត់ដឹងក៏ប៉ុន្តែរដ្ឋាភិបាលអត់ដឹងនៅរាប់ឆ្នាំហើយរួចនៅក្បែរចំមោះជាទីប្រឹក្សាមិនដឹងជាធ្វើអីកកោកកាយពេញផ្ទៃស្រុកខ្មែរពាក់ព័ន្ធមនុស្សដូចសឡកពឹសហើយចុងក្រោយយើងថាគាត់អត់ដឹងអាហ្នឹងខ្ញុំដឹងជាយុទ្ធនាការលែងដោះដៃខ្លួនចេញពីលោកចិនស៊ីកុំឲ្យជាប់នឹងថ្នាក់ដឹកនាំប៉ុន្តែឥឡូវជាកំបិតចិត្តដងឯងនៅពេលដែលដកលោកចិនស៊ីចេញបាត់អត់មានសញ្ជាតិជាការពិតរួចខ្លួនពីមន្ត្រីខ្មែរដែលថាងមនុស្សនឹងមនុស្សជនអក្រិតតាមពីយូរអញ្ចឹងអត់អីទេបញ្ជូនទៅដើម្បីឲ្យស្របច្បាប់បញ្ជូនទៅចិនទៀតដើម្បីមិនឲ្យដោះស្រាយខ្លួនណាឃើញយើងកំបិតចិត្តដងឯងយើងខាត់ប្រយោជន៍ជាតិខ្មែរធំធេងមែនតើបើសិនជាលោកម្ដងទៀតបើលោកចិនស៊ីនៅមានសញ្ជាតិខ្មែរព្រោះគាត់លះបង់សញ្ជាតិចិនហើយនៅពេលនេះទ្រព្យសម្បត្តិទាំងអស់ដែលគាត់កសាងបានដែលគាត់លួចបន្លំបំបត្តិជាតិសាសនាក៏ដោយតែគាត់ជាជនជាតិខ្មែរសញ្ជាតិខ្មែរគឺកាត់ក្តីយ៉ាងណាគឺខ្មែរមានសិទ្ធិស្របច្បាប់100%ដើម្បីទាអាលុយ15,000លានដុល្លារពីសហរដ្ឋអាមេរិកយកមកជាសម្បត្តិជាតិខ្មែរហើយប៉ុណ្ណឹងក៏មិនគ្រប់គ្រាន់ដើម្បីប៉ះពើនៅអ្វីដែលគាត់បំផ្លាញជាតិខ្មែរនេះដែរប៉ុន្តែឥឡូវអត់សោះតែម្ដងព្រោះអីគាត់មិនមែនជាខ្មែរគាត់បានសញ្ជាតិដោយខុសច្បាប់ចឹងបានន័យថាពេលដែលគាត់ប្រព្រឹត្តបទល្មើសប្រមាណឆ្នាំមកហ្នឹងគឺគាត់ជាជនជាតិចិនហ្នឹងហើយដល់អញ្ចឹងបើជនជាតិចិនទ្របហ្នឹងវាត្រូវទៅចិនអត់ត្រូវខ្មែរទេហើយបើយើងទៅទាបានអីគេដូច្នេះអ្វីដែលលោកកើតរិទ្ធលើកឡើងនេះវាគ្រាន់តែជាការទូទៅឆ្លើយសំណួរទូទៅមិនចំតែករណីនេះហើយបើចំក៏អត់ដឹងទៅទាគេអ្វីបានដែរគេជាជនរងគ្រោះនៅអាមេរិកមិនគេទាអត់ទាន់ដឹងបានហើយអាមេរិកនឹងថាទុកចូលនៅក្នុងរដ្ឋាភិបាលជាតិទ្របអាមេរិកទាំងអស់ហើយ15,000លានដុល្លារយើងអត់បានមករៀលយើងខាតមុខខាតមាត់សម្បើមរឿងនេះហើយដែលជារឿងមួយដែលគួរឲ្យឈឺចាប់ហ៎បងប្អូនប៉ុន្តែវាធ្វើមិនយើងធ្វើមិនឥឡូវនយោបាយគឺវាអញ្ចឹងហ៎បងប្អូនយើងចង់កំចាយលោកចិនស៊ីដើម្បីឲ្យរួចខ្លួនចុងក្រោយត្រីរ៉ស់ក៏រួចទុនសាយក៏រួចយើងមានបានគេឈ្មោះឯណាល្អពីរឿងលោកចិនស៊ីគេនៅតែចោទយើងថាយើងយករួចខ្លួនហ្នឹងហេតុអីបានមិនកាត់ទោសលោកចិនស៊ីនៅស្រុកខ្មែរឥឡូវមានលីសុងមួយទៀតលីសុងហ្នឹងមានសញ្ជាតិខ្មែរទៀតតាក់ទងក្រុមហ៊ុន Hui One Pay រាប់ពាន់លានដុល្លារទៀតឥឡូវដល់ពេលអញ្ចឹងអ្វីដែលគាត់ប្រព្រឹត្តនៅស្រុកខ្មែរអត់អាចទៅរឹបអូសទ្រព្យសម្បត្តិគាត់មកដាក់នៅក្នុងសម្បត្តិជាតិបានទេព្រោះគាត់មិនមែនជនជាតិខ្មែរហ្នឹងដកសញ្ជាតិគាត់បាត់បានន័យថាពេលដែលគាត់មានសញ្ជាតិខ្មែររស់ស៊ីនៅស្រុកខ្មែរហ្នឹងគឺជាការរស់ស៊ីខុសច្បាប់ក្នុងនាមគាត់ជាជនជាតិចិនតៃវ៉ាន់ហ្នឹងហើយដល់ពេលអញ្ចឹងទៅនៅសំទោសជាចិនជនជាតិចិនដីគោកហ្នឹងខ្ញុំច្រឡំចិនតៃវ៉ាន់ពីលោកម្នាក់ដែលគេបាញ់ស្លាប់នៅកំពង់សោមថ្ងៃមុនប្រធានកាស៊ីណូមួយនោះតែចិនតៃវ៉ាន់គេតាមរកដែរដូច្នេះរឿងនេះគឺជារឿងអ្នកបកស្រាយគឺបកស្រាយឲ្យតែពីរោះស្ដាប់ទេប៉ុន្តែជាលទ្ធផលយើងអត់បានអីទេ
យើងធ្វើម៉េចឲ្យតែស្ដារកិត្តិយសយើងឡើងវិញហ្នឹងក៏យើងស្ដារមិនបានផងកុំថាតែយកអាហ្នឹងលុយហ្នឹងបានឥឡូវបន្តទៅទៀតពេលដែលរឿងនេះកំពុងតែរកម្មចិត្តប្រេងសាំងកម្ពុជាបន្តឡើងថ្លៃជិតដល់ថ្ងៃចូលឆ្នាំតាមពិតសាំងយើងបន្ទោសរដ្ឋាភិបាលកម្ពុជាក៏មិនត្រូវដែរសាំងគេឡើងគ្រប់កន្លែងទេបងប្អូននៅអាមេរិកនេះណាពីមុនណាខ្ញុំចាក់សាំងមកពេញណាអស់តែ$65ទេ$58ម្សិលមិញខ្ញុំចាក់សាំងមកពេញ$75គឺឡើងតម្លៃហ្នឹងប្រហែលជាប្រហែលដែរបងប្អូន30-40%ហ្នឹងឡើងដែរហើយអាមេរិកនេះសបោសាំងសបោប្រេងផលិតខ្លួនឯងផងចោះសម្មស្រុកខ្មែរអត់មានរោងចក្រផលិតអត់មានអីចឹងសាំងវាឡើងអញ្ចឹងហើយយើងអត់ទៅទប់បានឲ្យតែមានសាំងប្រើហ្នឹងហៅថាគ្រាន់បើទៅឥឡូវនេះគឺសាំងសម្រាប់លក់ថ្ងៃ4ទៅគឺឡើងដល់5500ហើយនៅក្នុង1លីត្រតាមពិតចុះបាន500 រៀលដែរតាកាលពីខែថ្ងៃ29ខែមីនាចុះបាននៅត្រឹម5000តាប៉ុន្តែឥឡូវហក់ឡើង500 រៀលវិញគឺទៅឡើង5500មកសុទ្ធទៅអាកាលថ្ងៃ29តែ7200ឯឥឡូវនេះឡើង8100 រៀលនៅក្នុង1លីត្រនៅក្នុងមួយសុទ្ធដូច្នេះរឿងនេះគឺចេះទៅទៀតហើយបងប្អូនតែធ្វើម៉េចរដ្ឋាភិបាលក៏ខំប្រឹងដែរក៏ខំទម្លាក់ពន្ធទម្លាក់អីអស់ដែរប៉ុន្តែវាអត់អាចធ្វើអីលើសនឹងទៀតទេព្រោះទម្លាក់ពន្ធអស់អាលីងហើយនៅសល់ដល់ប៉ុណ្ណឹងបានន័យថារដ្ឋាភិបាលអស់លទ្ធភាពនៅក្នុងការបញ្ចុះតម្លៃហ្នឹងឯងវាអាស្រ័យទៅលើថាតើរស់យូរបានប៉ុណ្ណាតែប៉ុណ្ណឹងឯងបាទហើយនៅអ៊ីរ៉ាក់អ៊ីរ៉ង់នៅអ៊ីរ៉ង់ហ្នឹងក៏វានៅអត់ទាន់ចប់ដែរក្រសួងពាណិជ្ជកម្មថ្ងៃនេះនៅពេលដែលចិត្តចូលដល់បន់ចូលឆ្នាំហ្នឹងភ័យខ្លាចអាជីវករកំណត់តម្លៃខ្លាំងពេកក៏ប្រាប់ថាសំពាវនាវឲ្យប្រកបរបរដោយសុចរិតក្រសួងពាណិជ្ជកម្មអំពាវនាវប្រជាពលរដ្ឋអ្នករកស៊ីឲ្យសុចរិតគឺជាសារមួយស្ដាប់ទៅគឺគួរឲ្យអាណិតក្រសួងពាណិជ្ជកម្មយើងខ្លាំងមែនតើយើងជាក្រសួងទៅអំពាវនាវប្រជាពលរដ្ឋឲ្យរកស៊ីឲ្យសុចរិតហើយយើងសុទ្ធតែជាអ្នកកាន់សាសនាពុទ្ធភាគច្រើនទៅកັບកេងប្រវាញ់នឹងយ៉ាងម៉េចទៅហើយមកដល់ម៉ោងហ្នឹងហើយយើងនៅអង្វរអ្នករកស៊ីឲ្យរកស៊ីសុចរិតចុះអត់មានច្បាប់កំណត់ត្រូវតែដាក់ទោសទណ្ឌត្រូវតែអីដាក់វិន័យអីឲ្យដាច់ភឹងឯងពាវនាវស្នើសុំអីអញ្ចឹងទៅប៉ុន្តែណាស់ហើយអានេះគឺជាវិធីដែលគាត់ធ្លាប់ធ្វើមកកន្លងមកយកហើយគឺយើងនៅក្នុងសេចក្តីថ្លែងការណ៍របស់ក្រសួងគឺស្នើសុំឲ្យបងប្អូនអាជីវករនឹងទី1កុំលក់តម្លៃលើសពេកកុំកាប់ឆៅទី2គឺដាក់តម្លៃលើនឹងផងទី3កុំខ្លែងគុណភាពកុំអីអញ្ចឹងទៅបោកប្រាស់អតិថិជនអីរឿងហ្នឹងដដែលមកដល់ម៉ោងហ្នឹងឯងជួនកាលកន្លែងខ្លះអាតម្លៃដែលដាក់នៅលើផលិតផលហ្នឹងគឺជួនកាលអត់មានទៅទៀតតថ្លៃនៅស្រុកខ្មែរនិយាយទៅនៅតំបន់អាស៊ីមិនមែនតែស្រុកខ្មែរគឺយើងស៊ាំនឹងបកែតថ្លៃអាតម្លៃនៅលើហ្នឹងគឺអាចតម្លៃចុងក្រោយគឺយើងតបែកពពុះមាត់ឲ្យសាំនេះយើងបង្កើតភាពសាំនៅអាមេរិកតែក្នុង store គេហាងគេតែគេដាក់ថាសាច់គោ1គីឡូប្រហែល$5តែយើងទៅទិញមកចេញមកគឺតែ$5គឺគិតលុយអញ្ចឹងយើងអត់មានគិតថាសុំ$4បានអត់សូម្បីតែផ្សារនៅអាស៊ីយើងនៅឡុងប៊ិចហ្នឹងក៏បងប្អូនស៊ាំនឹងអស់ហើយនឹងបន្លែបង្ការអីតែគេដាក់ថា1ផោន$2 1ផោន$2តែគិតចេញទៅគឺបងលុយអត់មានថាខ្ញុំសុំថែមក្តឹបស្វាយមួយឬក៏សុំបញ្ចុះអីហ្នឹងអត់មានទេប៉ុន្តែយើងនៅទម្លាប់អញ្ចឹងដដែលទេខ្ញុំថាពេលខ្លះពិបាកដែរជាពិសេសដូចម្ដុំផ្សារថ្មីយើងគេលក់អាវលក់អីចឹងគឺតម្លៃហ្នឹងគឺដាក់អញ្ចឹងមកក៏ប៉ុន្តែតបែកពពុះមាត់ហាហ្នឹងហើយដែលធ្វើឲ្យតម្លៃហ្នឹងគឺវាអត់ស្មើគ្នាអ្នកណាបកែតទៅបានថោកទៅបរទេសទៅលក់កាប់កោគេអញ្ចឹងទៅដូចថាមានការថ្នាក់គ្រប់គ្នាវាអត់មានតម្លៃស្មើភាពគ្នាបងប្អូននៅពេលដែលអត់ស្មើភាពគ្នាសង្គមយើងអត់មានភាពស្មើគ្នាទេព្រោះអីអត់មានយុត្តិធម៌អ្នកខ្លះទៅទិញរបស់ហ្នឹងមកវិញសួរគ្នាអាវហ្នឹងទិញប៉ុន្មានទិញនៅអូអាស័យតម្លៃប៉ុន្មាន$5ងាប់គេទិញ$3-5ចាប់ផ្ដើមស្អប់អាវដែលខ្លួនទិញនឹងភ្លាមថាហេតុអីបានទិញបានខុសគ្នាបើគេដាក់តម្លៃប៉ុណ្ណឹងបើយើងអត់ចេះតអញ្ចឹងគេមករករឿងយើងថាអត់ចេះតថ្លៃហើយអ្នកដែលបកកែតថ្លៃគឺឥឡូវទាំងប្រុសទាំងស្រីកាលមុនសម្បូរបងប្អូនស្ត្រីមេផ្ទះក៏បកកែតឥឡូវប្រុសក៏ចេះតថ្លៃដែរសាំទាំងអស់គ្នាតែម្ដងបាទតទៅទៀតគឺកម្ពុជានាំអង្ករក្រអូបទៅលក់រាយនៅទីផ្សារចិនហុងកុង240កន្លែងជាងខ្ញុំកោតសរសើរខ្ញុំចូលរួមអបអរសាទរអង្ករក្រអូបប្រភេទ Golden King នេះគឺជាអង្ករក្រអូបឲ្យសុំឲ្យអង្ករក្រអូបល្អអញ្ចឹងបានមកដល់អាមេរិកផងបងប្អូនអើយជួនកាលមកតែអង្គរខ្មែរដែរចង់គាំទ្រមកជួនកាលយកមកទុកបានតែប្រហែលមួយអាទិត្យអីមិនដឹងខ្មោចឬក៏អង្គរហ្នឹងគឺថាវាធំក្លិនមិនឈ្ងុយឆ្ងាញ់អីប្រកួតប្រជែងទីផ្សារមិនឈ្នះគេបើយើងយកតែអង្គរដូចថាមិនសូវមានគុណភាពល្អមកលើទីផ្សារនេះយើងមានបេះដូងចង់ជួយគាំទ្រប៉ុន្តែអង្គរយើងវាទៅយកអាគុណភាពហ្នឹងទាបពេកយកអាគុណភាពសមាលីស្រូវរំដួលអីហ្នឹងមកឲ្យច្រើនមើល
កុំឲ្យចាញ់អង្គគេដាក់មកក៏អូបឈួលអង្គយើងបើកមកធំខ្មោចហ្មងដល់អញ្ចឹងទៅយើងជួយអ្ហ្មិចឥឡូវហ្នឹងខ្ញុំពងតែឆ្ងល់សូមឲ្យអញ្ចឹងមកកុំទៅហុងកុងអីហុងកុងហ្នឹងល្អហើយទៅលក់រាយនៅហ្នឹងបាន245កន្លែងហ្នឹងខ្ញុំជួយត្រេកអរអបអរសាទរយកមកអាមេរិកឲ្យបានច្រើនហើយអង្គល្អឲ្យបានច្រើនផងដើម្បីឲ្យបងប្អូនខ្មែរជួយគ្រប់គ្រងហើយបើយកមកអាមេរិកសូមជៀសវាងអុកញ៉ាដែលបោកប្រាស់ប្រជាប្រដ្ឋនៅស្រុកខ្មែរហ្នឹងនាំអង្គមកណាបើចឹងបងប្អូនថាអង្គហ្នឹងលេបវាមិនចូលទេវាអួលដើមកហើយឲ្យបងប្អូនអ្នករកទទួលទានមិនកាន់បាក់ណាកុំកាន់បាក់កាន់អំណាចកាប់មុខពេកយកអ្នកណាដែលជាអ្នករកស៊ីផ្លូវកដាលណាមកដើម្បីអង្គហ្នឹងកុំឲ្យប្របាក់លេបព្រោះបងប្អូននៅស្រុកអាមេរិកនេះឲ្យតែដឹងថាអុកញ៉ាមហាមន្ត្រីបោកប្រាស់រាជឬគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាកាប់មុខហ្នឹងអង្គហ្នឹងបោកចោលទៀតអត់ទៅទិញមកហូបទេព្រោះអីអត់ចង់គ្រប់គ្រងឲ្យរបបដឹកនាំសប្ងៃហ្នឹងបន្តអីទៀតចឹងអាហ្នឹងខ្មែរយើងចឹងបងប្អូនអញ្ចឹងចង់បានចឹងខ្ញុំចេះណែនាំឲ្យអ្នកនយោបាយហ្នឹងជួយរកផ្លូវកដាលដើម្បីឲ្យបងប្អូនយើងស្រឡាញ់គ្នាគ្រប់គ្រងឲ្យស្មោះអញ្ចឹងបើខ្ញុំបានប្រាប់ឲ្យថាបើយកអង្គមកកុំឲ្យលោកសយសុភាពយកអង្គមកនាំមកនៅស្រុកអាមេរិកអីក្រុមហ៊ុនណាដែលនាំដោយលោកសយសុភាពមកហ្នឹងបើតែថាគាត់មិនមែនជាម្ចាស់អង្គអញ្ចឹងប្រជាប្រដ្ឋថាតែគាត់មកអញ្ចឹងក្រុមគ្នាគាត់ហ្នឹងនាំឲ្យមានការថ្នាំងថ្នាក់ចិត្តព្រោះគេមិនចូលចិត្តតាមពិតគុំទៅធ្វើបាបគាត់អីអញ្ចឹងដល់ថ្នាក់ហ្នឹងតែគាត់ថាខ្ញុំគាត់តែជម្រាបយកតែប៉ុនប្រជាប្រដ្ឋនៅខ្មែរនៅអាមេរិកនេះគឺបកែគិតណាស់ណាមិនមែនលេងសើចទេណាគឺគាត់គិតលួចការគិតរបស់ជនជាតិអាមេរិកឬជនជាតិដទៃដែរគឺសិលធម៌នៅក្នុងការជាវផលិតផលអីមួយគឺយើងគិតថាតើផលិតផលហ្នឹងទិញដើម្បីជួយឲ្យមនុស្សប្រព្រឹត្តអំពើល្មើសទៀតឬក៏ទិញយកមកជួយដើម្បីកសិករខ្មែរបើអត់បានផលកសិករខ្មែរក៏ពួកគាត់លេបបញ្ចូលដែរអញ្ចឹងយើងត្រូវចេះលើកស្ទួយអាសិលធម៌ហ្នឹងថាអង្គហ្នឹងបើលក់ទៅបានកសិករយើងនៅតំបន់នេះក្រីក្រអញ្ចេះទៅជួយដល់សេដ្ឋកិច្ចយើងតែមិនជួយដល់គណៈបកកណ្ដាលអំណាចអីអញ្ចឹងដើម្បីវាយមួយងើបមួយអីអាហ្នឹងគាត់ជួយគ្រប់គ្រងតាហ៊ានតែលឺអញ្ចឹងទេក៏អត់គ្រប់គ្រងទៀតហើយពង្រឹងគុណភាពបាទឥឡូវនេះគឺបន្តទៅទៀតគឺតកតងនឹងថៃនិងវៀតណាមរឹតចំណងការទូតនិងទេសចរស្របពេលដែលកម្ពុជាបាត់ភ្ញៀវអន្តរជាតិជិតពាក់កណ្ដាលនាដើមឆ្នាំនេះរឿងបាត់ភ្ញៀវទេសចរនេះក៏ខ្ញុំព្រួយបារម្ភចំនួនកម្ពុជាដែរប៉ុន្តែមិនមែនជារឿងអីប្លែកទេបងប្អូនដោយសារតែយើងមានសង្គ្រាមចម្បាំងរាំងជលជាមួយថៃមកយើងបាត់ភ្ញៀវទេសចរច្រើនមែនតើជាពិសេសគឺមកពីថៃអឺហើយភ្ញៀវអន្តរជាតិនៅដើមឆ្នាំនេះគឺធ្លាក់ចុះប្រហែលជា40%ជាងបងប្អូន42%ព្រោះអីបើតាមលោកហួតហាក់ដែលជារដ្ឋមន្ត្រីក្រសួងទេសចរប្រាប់សារព័ត៌មានក្នុងស្រុកថាដើមឆ្នាំនេះគឺខែមករានិងខែកុម្ភៈកន្លងទៅភ្ញៀវមកបានតែ700,000នាក់ទេនៅតែច្រើនណាស់បងប្អូន700,000នាក់ភ្ញៀវអន្តរជាតិប៉ុន្តែឆ្នាំហ្នឹងដូចគ្នាកាលពីឆ្នាំមុនគឺជាង1លានអញ្ចឹងបានន័យថាធ្លាក់ចុះរហូតដល់ទៅ42%សឹងពាក់កដាលហើយអញ្ចឹងតំបន់អង្គរតំបន់អីបាត់ភ្ញៀវច្រើនមែនតើគួរឲ្យព្រួយបារម្ភហើយសំនឹងការដែលមានចំនួនព្រំដែនថៃប៉ុន្តែក្នុងពេលជាមួយគ្នាហ្នឹងភ្ញៀវថៃសម្រុកទៅវៀតណាមឯណោះទៅវិញហើយវៀតណាមគេទៅធ្វើពិធីខួបសម្ព័ន្ធភាពការទូតវៀតណាមថៃ50ឆ្នាំរបស់គេហ្នឹងគឺគេមានអ្នកចូលរួមហ្នឹងរាប់ម៉ឺននាក់ឲ្យទៅគេប្រម៉ូទផលិតផលថៃប្រម៉ូទអីហើយភ្ញៀវទេសចរថៃដែលចូលទៅប្រទេសវៀតណាមហ្នឹងគឺកើនឡើងដោយសារតែឈប់មកខ្មែរគេទៅវៀតណាមអីចឹងទៅអញ្ចឹងខាងនោះគេចាប់ផ្ដើមកេងចំណេញពីអារឿងចំនួនយើងគេទៅពង្រឹងជាមួយនឹងថៃទៅភ្ញៀវរបស់ថៃចូលទៅវៀតណាមមានប្រមាណជា1លាននាក់ដែរនៅក្នុងមួយឆ្នាំនេះក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ហើយមែនតើ1លាននាក់ហ្នឹងបើយើងនិយាយពីចំនួនភ្ញៀវនៅវៀតណាមជាទឹកមួយដំណក់ក្នុងមហាសាគរនៃភ្ញៀវវៀតណាមភ្ញៀវបរទេសទៅវៀតណាមព្រោះវៀតណាមមួយឆ្នាំមានភ្ញៀវ27លាននាក់កម្ពុជាយើងឆ្នាំ2025មានប្រហែលជា5លាននាក់ដែរមិនតិចដែរណាច្រើនដែរប៉ុន្តែចុងឆ្នាំមកថយរហូតភ្ញៀវនេះកាន់តែចុះទៀបទៅឥឡូវមកដល់ដើមឆ្នាំគឺកាន់តែទៀបខ្លាំងចុះចិត្តពាក់កណ្ដាលនេះក៏ជារឿងមួយដែលលំបាកដល់បងប្អូនយើងរកទទួលទានដែលជាទេសអគ្គមគ្គទេសចរឬក៏រត់ pass up ឬអ្នកលក់វត្ថុអនុស្សាវរីយ៍តាមប្រាសាទតាមតំបន់រមណីយដ្ឋានអីហ្នឹងដែរតែរឿងនេះគឺវាចឹងហើយបងប្អូនវាជាបំផុតទេឥឡូវនេះគឺតកតងនឹងព័ត៌មានចុងក្រោយគឺអាមេរិកនិងអ៊ីរ៉ង់សម្រុករុករកពីលុតអាមេរិកដែលបាត់ខ្លួនក្នុងគោលបំណងពីរខុសគ្នាបាទនេះគឺជាព័ត៌មានចុងក្រោយមុននឹងខ្ញុំទៅចូលរួមនៅក្នុងពិធីវប្បធម៌គេឥឡូវនេះវៀតណាមសំទោសអាមេរិកនិងអ៊ីរ៉ង់បងប្អូនដឹងទេព័ត៌មានចុងក្រោយនេះគឺស្ថានភាពនៅអ៊ីរ៉ង់ហ្នឹងអត់ស្ងប់ប្រហែលទេព្រោះអីពេលដែលលោកត្រាំប្រាប់ថាអ៊ីរ៉ង់អាមេរិកបាញ់កំទេចកំជ្រួចឬក៏ប្រព័ន្ធការពារជាតិរបស់អាមេរិករបស់អ៊ីរ៉ង់អស់ហើយខ្ទេចខ្ទីរៀបដល់ដីប៉ុន្តែម្សិលមិញនេះយន្តហោះប្រដេញរបស់អាមេរិក F-15 មួយគ្រឿងត្រូវបានមីស៊ីលអ៊ីរ៉ង់បាញ់ត្រូវបាញ់ធ្លាក់ហ្មងបងប្អូននេះគឺជាលើកដំបូងហើយដែលយន្តហោះប្រដេញរបស់អាមេរិកហោះនៅក្នុងដែនអាកាសរបស់អ៊ីរ៉ង់ត្រូវបាន
កញ្ជ្រួចមីស៊ីលរបស់អ៊ីរ៉ង់បាញ់ធ្លាក់ហើយបាញ់ធ្លាក់ហ្នឹងគឺយន្តហោះនេះមានពីឡុត2នាក់ពីឡុតម្នាក់បានរួចខ្លួនគឺគេសង្គ្រោះបានហើយប៉ុន្តែពីឡុតម្នាក់ទៀតនៅកំពុងបាត់ខ្លួននៅក្នុងទឹកដីអ៊ីរ៉ង់ហើយឥឡូវសម្រុករករកពីឡុតហ្នឹងអាមេរិកសម្រុកខ្លាំងមែនតើប៉ុន្តែអ៊ីរ៉ង់សម្រុកខ្លាំងជាងអាមេរិកទៀតតើអាមេរិកអ៊ីរ៉ង់សម្រុកជួយរកពីឡុតហ្នឹងដើម្បីយកមកឲ្យអាមេរិកមែនអត់ទេអាមេរិកសម្រុកដើម្បីយកមកសង្គ្រោះអ៊ីរ៉ង់សម្រុកដើម្បីយកមកធ្វើបាបឬក៏សម្លាប់ដូច្នេះអ៊ីរ៉ង់បានឲ្យរង្វាន់ទៀតអ្នកណារកឃើញពីឡុត